ថាពិបាលកម្ពុជាតំណាងឲ្យរដ្ឋាភិបាលកម្ពុជាគ្រូហ៊ុនម៉ាណែតនេះគឺដោយសារតែជាការតបទៅនឹងយោធាភូមិភាគ2បាទបងប្អូនដឹងហើយយោធាភូមិភាគ2ហ្នឹងហើយនៅកងទ័ពថៃហ្នឹងហាក់បីដូចជាប្រទេសផ្ដាស់គ្រប់រឿងបាទម្ដងនេះក៏មិនខុសពីលើកមុនដែរគឺការដែលធ្វើប្រទេសផ្ដាស់ពីមុនហ្នឹងប្រហែលជាមិនទាន់អស់ចិត្តឬក៏គិតថាមិនទាន់គ្រប់គ្រាន់ឬក៏តែមិនដឹងបានជាជូនដំណឹងមកឲ្យភាគីកម្ពុជានៅម្ដុំខេត្តឧត្តរមានជ័យបងប្អូនដឹងហើយនៅម្ដុំឧត្តរមានជ័យនេះយើងមានច្រកព្រំដែនជាមួយនឹងភាគីថៃដែរគឺច្រកសាយតាគូជប់កគីបាទច្រកនេះគឺវាមែនតើទៅនៅភូមិជប់កគីខាងលិចនៅក្នុងឃុំ7ស្រុកប្រទី7ខេត្តឧត្តរមានជ័យដែលនៅជាប់ព្រំប្រទេសថៃហើយខាងភាគីថៃហ្នឹងមែនតើទៅគឺខាងយោធាតំបន់2ឬក៏ភូមិភាគ2ហ្នឹងគេជូនដំណឹងមកអាជ្ញាធរខេត្តឧត្តរមានជ័យហ្នឹងថាគេចាប់ផ្ដើមបិទច្រកសាយតាគូជប់កគីនឹងឯងបាទគឺគេបិទតាំងពីថ្ងៃទី21បាទន័យថាបើមកនៅកម្ពុជាគឺម្សិលមិញវាថ្ងៃនៅអាមេរិកគឺថ្ងៃនេះឯងបើយើងគិតពីថ្ងៃណាប៉ុន្តែយើងនិយាយពីថ្ងៃសៅរ៍វិញមិនត្រូវព្រោះពីថ្ងៃសៅរ៍ហ្នឹងគឺគេសម្រេចបិទច្រកសំបីសៅរ៍អាទិត្យក៏គេមិនខ្វល់គិតអីបាត់ដែរគឺធ្វើយ៉ាងណាបិទច្រកព្រំដែនបន្ថែមឲ្យបានហើយការបិទច្រកដោយឯកតោភាគីទៀតហើយគឺថៃគេនឹកគឺឃើញបិទអញ្ចឹងតែម្ដងហើយឥឡូវខាងភាគីកម្ពុជាបើតាមអ្វីដែលលោកហ៊ុនម៉ាណែតបានលើកឡើងនៅក្នុង Facebook របស់គាត់គឺនៅពេលដែលបានលើដំណឹងថាភូមិភាគ2ទីយោធាភូមិភាគ2ហើយនឹងទាហានថៃហ្នឹងកងទ័ពថៃហ្នឹងគេចាប់ផ្ដើមសម្រាប់បិទច្រកព្រំដែនដោយឯកតោភាគីនៅឯច្រកស្វាយសំទោសសាយតាគូឬនឹងជប់កគីហ្នឹងខាងលោកហ៊ុនម៉ាណែតហ្នឹងគាត់បានបញ្ជាទៅឲ្យខាងរដ្ឋបាលខេត្តនោះបាទបើន័យថាតាមរយៈរដ្ឋាភិបាលអត់មានទ័ពទេគឺសេចក្តីសម្រេចពីនីតិប្រតិបត្តិខុសពីភាគីថៃគឺទ័ពសម្រេចរដ្ឋាភិបាលមិនដឹងនៅណាទេរដ្ឋាភិបាលឲ្យទ័ពហ្នឹងគឺដូចថានិយាយអត់ត្រូវគ្នាសោះបាទតែអញ្ចឹងក៏ពិបាកធ្វើការដែរខ្ញុំជឿថារដ្ឋាភិបាលខ្មែរក៏កម្មដែរដោយសារអីមិនដឹងថាធ្វើការយ៉ាងម៉េចជាមួយនឹងរដ្ឋាភិបាលថៃព្រោះអត់ត្រូវគ្នាកាលមុនថាអត់ត្រូវគ្នាអញ្ចឹងទៅដោយសារតែតកោថាក់ស៊ីនហើយនឹងតកោហ៊ុនហ្នឹងចាត់ទឹកមិនលិចត្រូវគ្នាដល់ពេលឥឡូវហ្នឹងតាំងពីបែកធ្លាយសារសន្ទនាគ្នាដោយសម្ងាត់អីទៅក៏ខាងនោះឃើញដូចរៀងប្រឹងពូនជ្រុំសាមគ្គីភាពជាធ្លុងមួយជាមួយរដ្ឋាភិបាលដើម្បីមកពើងទ្រូងប្រាប់ស្រុកខ្មែរថាគេមិនចាញ់ឥទ្ធិពលបំបាក់របស់យុទ្ធសាស្ត្រកម្ពុជាអីណាទេគេចង់បង្ហាញភាពខ្លាំងក្លារបស់គេប៉ុន្តែនៅតែអត់ត្រូវគ្នាដដែលចង់និយាយតែភាសារបស់ថៃហ្នឹងគឺរដ្ឋាភិបាលនិយាយផ្សឹងយោធាធ្វើផ្សេងទៀតហើយឮតែចង់ទៅចរចាជាមួយរដ្ឋាភិបាលខ្មែរដែររឿងបើកព្រំដែនរឿងអីចឹងប៉ុន្តែជាលទ្ធផលដូចអត់មានឃើញបានជាកម្មផែទេគឺឃើញថាយោធានេះចង់តែបិទអញ្ចឹងទៀតទៅហើយខ្ញុំនឹងបញ្យល់ថាហេតុអីបានជាយោធានឹងលមាស់ដៃចង់តែបិទហ្នឹងគឺដោយសារពួកគាត់ហ្នឹងគឺហាក់បីដូចជាគិតថាធ្វើអីខ្មែរអត់បានណាដូចជាចាញ់ព្រៀបខ្មែរច្រើនណារឿងពេលខ្មែរយករឿងហ្នឹងថាយកទៅប្តឹង ICJ តុលាការយុត្តិធម៌អន្តរជាតិមើលទៅដូចជាផុតពីដៃហ្មងហើយដល់ពេលអញ្ចឹងប្រទេសថាដើម្បីលួងចិត្តប្រជាពលរដ្ឋថៃហ្នឹងគេចិត្តតែររឿងបិទព្រំដែនហើយបិទព្រំដែនមានប៉ះពាល់អីតែខ្មែរថៃខ្លួនឯងហ្នឹងក៏ប៉ះពាល់ដែរខ្ញុំនឹងបញ្យល់អំពីផលប៉ះពាល់បន្តិចទៀតតែយ៉ាងណារឿងហ្នឹងវាទៅអញ្ចឹងហើយទៅខាងកម្ពុជាក៏ឃើញមានចំណាត់ការរបៀបគេហៅថាយើងអត់ដែលវាយសវិសមុនទេមកលេងបាល់ដូចបាល់ផ្ទះអីយើងថាវាយសវិសបានន័យថាយើងអ្នកវាយបាល់ទៅមុនអញ្ចឹងបានន័យថាយើងចាំតែទទួលបាល់គេទេអញ្ចឹងពេលដែលលោកហ៊ុនម៉ាណែតទទួលបានបាល់ពីថៃគឺលោកចាប់ផ្ដើមចេញបញ្ជាទៅរដ្ឋបាលខាងពោធិ៍សាត់សំទោសខាងឧត្តរមានជ័យហ្នឹងថាជូនថែមតាមសំណូមពរគឺឲ្យបិទច្រកខាងភាគីកម្ពុជាអាកន្លែងច្រកជប់ហ្នឹងសាយតាគូជប់ហ្នឹងគឺបិទជាអចិន្ត្រៃយ៍ចឹងដែរចឹងបានន័យថាកាលមុនខាងថៃជូនដំណឹងយើងអត់បានបិទទេយើងចង់និយាយថាបើថៃគេបើកយើងបើកទៀតដែរប៉ុន្តែឥឡូវគេជូនដំណឹងថាបិទយើងបិទដែរដូច្នេះបានន័យថាវាចិត្តឈឹងឯណាមិនចឹងឯងបិទទាំងសងខាងមកហើយបិទជាអចិន្ត្រៃយ៍ទៀតដែលមានការកំណត់ទេហើយថែមជូនកាដូមួយទៀតចឹងឃើញលោកហ៊ុនម៉ាណែតគេគាត់ថាថែមមកកាដូឲ្យមួយទៀតគឺបិទច្រកមួយទៀតនៅឯនៅព្រំដែនជាំបាទគឺឃុំតាពាំងព្រៃនៅឯស្រុកលង្វែងខេត្តឧត្តរមានជ័យនឹងដែរគឺបិទថែមឲ្យមួយទៀតចឹងហ្មងជាអចិន្ត្រៃយ៍រងចាំថៃបើកសម្បើកវិញយើងឃើញកម្ពុជាយើងមានភាពទន់ភ្លន់ដែរថាបិទជាអចិន្ត្រៃយ៍តែក្នុងលក្ខខណ្ឌមួយថាបើថៃបើកស្ដារឡើងវិញកម្ពុជានឹងបើកវិញចឹងតាមក្រោយអញ្ចឹងដែរដោយអត់មានលក្ខខណ្ឌអីច្រើនក្រៅតែពីថៃនាំរឿងបើថៃផលិតភ្លើងគឺវាលុតហើយអញ្ចឹងណាក្នុងន័យនឹងចេះតែការពិតទៅឃើញចំណាត់ការរដ្ឋាភិបាលគឺនៅតែដើរជើងក្រោយថៃបន្តិចដែរនៅក្នុងភាពថាចាំមើលឲ្យគេបោះបាល់មកយើងចាំត្របាល់ហ្នឹងហើយគប់ទៅវិញអញ្ចឹងទៅបាទជាងការដែលប្រឹងយកសវិសវាយទៅអញ្ចឹងតែប៉ុន្តែលោកហ៊ុនម៉ាណែតទទួលបាល់ឥឡូវនេះលោកហ៊ុនសែនគាត់ចាប់ផ្ដើមរសវេសវាវាយសវិសទៅវិញម្ដង
quay sự nên trong sầm đai từ lơ ca đại lộ hồn sáng bàn bằng hào xaประมาณไงให้ปีเป็นไงจบคืนนี้ให้แต่ตอนหนึ่งเรื่องหรือถ้ามันไตรไทยข้างคณะปะประชังเลยนะได้เลิกลางสนาวแต่รัฐบาลจูนเจียบอลท่าดำไปตุบต่างหามเศรษฐกิจสุขมายนั้นกูตายชุบนวมเปริงสังไทยมาเอาขมายที่ดำไปเอาเศรษฐกิจยังจางสะดวกอย่างจังนะแต่ปัจจุบันขนมเกี่ยให้ท่าตะติดยุทธวิธีนเปได้กับปงแต่จังถ้วยกูประเจนระบักครัวนั้นตุนซอยหรือก่อจะกล้าประมาทมืองี้โดยประการนามวยห้องเช็ดแต่เลิกเช็ดแต่ร้อนนักจริงจังเตยผูกผมเอาแต่เนเปย์จังนะกับปฏิปฏิกรรมกัมพูชีหะไปโดยเจียฟือดำไปขอนข้างเนาะตุ่มเอาให้ข้างนี้คือยังจับดามเรียบเชิงปลัวจัดการได้หรือมุนทาจำแต่ตัวแต่บ้านเลยแล้วลือโซบ้านก็ตอนไปสุวิมาเพราะคือยังจับดามโตรให้จับดามรถบ้านมาไว้ตัววิ่งพอจังขยำนี้นี่คือโดยสารลงคนซ้ายก็จับดามปะฮาเปียทาก็เชียตำนานไอ้คณะปะประชาชนการไปเชื่อกับตัวเซตาม Facebook ระบกอดนั่นคือดอลอยู่บอลจูนตระทับอิบาลขมายนั่นคือจูนตัวโกนโปรชบองระบกอดนั่นเอาพิจารณาเรื่องไอ้พิจารณาปล่อยไว้การติงตุ่มนิ่งปีประเทศไทยวิ่งปล่อยไว้ติงตุ่มนิ่งนั่นติงไอ้คือถ้ากดจังไอ้อาการนอมโจเครื่องกับปองกรุ๊ปประเภทมีตังไปเครื่องสวังมีตังไปเพศเจาะเปิดกับลังกรุ๊ปมกมีไถคอกับปองมีใส่กับปองกรุ๊ปประเภทไอ้จังให้ลูกท่าเอาจุดนู้ผลิตภัณฑ์ขนมสดหรือก็ผลิตภัณฑ์นอมโจปีประเทศเซนกลางปีประเทศไทยมีนะมีเวียดนามยังไงพี่เชิญเนาะให้กอดท่ากัมพูชีกูใต้สำลังรอเมื่อง่ายเลือกปีพรมแดนกัมพูชีคือเมื่อเลยเลือกปีชามปีปอน30จังหวัดในไทยโลกแสนกอดเกิดท่าสึงเกรียมรำไรจมูกหนึ่งไทยนี่ไอหนึ่งปลาปีละโหดดาวตื้อปรำชนามอย่างติดได้บ่สันจะกอดเอามือสำลังท่าแต่รอเมื่อเลือกปีชาม30ปะខ្ញុំគិតថាបើមើលឲ្យលើសពីឆ្នាំ30នេះគឺបានន័យថាកម្ពុជាកំពុងតែយកបទពិសោធន៍នេះធ្វើជាមេរៀនដើម្បីកសាងសមត្ថភាពរបស់ខ្លួនកុំឲ្យពឹងបរទេសទៀតដើម្បីកុំឲ្យគេមើលងាយបាទចំណុចនេះឲ្យខ្ញុំបាននិយាយច្រើនដងហើយថាយើងជាខ្មែរយើងចង់មានមោទនភាពជាខ្មែរខ្លាំងណាស់តាមពិតគឺយើងឃើញការដឹកនាំប្រទេសគឺយើងចង់ឲ្យទៅដល់ដំណាក់កាលហ្នឹងមិនចឹងក៏ប៉ុន្តែជាអកុសលគឺយើងអត់បានត្រៀមខ្លួននៅឡើយចឹងបានឲ្យគេមើលងាយបានណាប៉ុន្តែមកដល់ពេលហ្នឹងយើងចាប់ផ្ដើមប្រាប់ថាអ្នកឯងមិនអាចមើលងាយខ្ញុំបានទេគឺខ្ញុំនឹងត្រៀមខ្លួនប៉ុន្តែយើងត្រៀមខ្លួនយ៉ាងម៉េចនៅក្នុងករណីសូម្បីតែពលករខ្មែរដែលថាប្រហែល7.2 លានអ្នកដែលយើងថាឲ្យពួកគាត់អំពាវនាវឲ្យពួកគាត់មកកម្ពុជាវិញបងប្អូនឃើញមកដល់ម៉ោងនេះមានពលករប្រហែលដែលមកភ្លុកទឹកភ្លុកដីមកកម្ពុជាខ្ញុំមើលទៅឃើញដូចជាមានតិចតួចហើយខ្ញុំមិនជឿថាបងប្អូនខ្មែរមិនចង់វិលមកស្រុកទេសវិញទេពេលមានសង្គ្រាមឬក៏មានរបៀបក្តៅនៅព្រំដែនអញ្ចឹងពួកគាត់ច្បាស់ជាចង់មកស្រុកទេសមកអីវិញហើយខ្លាចតែអសន្តិសុខណាប៉ុន្តែមើលទៅខ្មែរយើងទាំង7.2 លានអ្នកនៅប្រទេសថៃហាក់បីដូចជាមានភាពកក់ក្តៅដូចថានៅហ្នឹងដូចជាមិនអីទៅវិញណាដោយសារតែប្រហែលជាអាចលឺសូរទម្រួតថៃអីហ្នឹងចាប់ផ្ដើមដាក់លួងឬក៏អង្វរពលករកុំឲ្យមកវិញអញ្ចឹងទៅធ្វើឲ្យពួកគាត់ហ្នឹងមានកម្លាំងចិត្តថាប្រហែលជាមិនអីប៉ុន្តែអារឿងប្រហែលមិនអីហ្នឹងវាមិនទាន់ដល់ពេលដែលកើតឡើងមានគេហៅថាការរើសអើងពូជសាសន៍ជាតិសាសន៍នៅពេលដែលចាប់ផ្ដើមស្ថានភាពកាន់តែតានតឹងខ្លាំងបងប្អូនអាចនឹងភ្ញាក់ខ្លួនដែរដោយសារអីយើងនឹងឃើញមានការរើសអើងនឹងកាន់តែខ្លាំងឥឡូវនេះមែនតើទៅវារបៀបជាការដែលរឹបបន្តិចម្ដងព្រំដែនមិនទាន់ដល់ការផ្ទុះប្រដាប់អាវុធទៀតទេណាមិនទាន់ដល់ការផ្ទុះរាលដាលនៃកំភ្លើងទេបើថាផ្ទុះអាហ្នឹងគឺព្រំដែនចាប់ផ្ដើមបិទព្រឹបពលករដែលកក់ស្ទះនៅពេញទឹកពេញដីនឹងចឹងហ្នឹងហើយចលាចលមែនតើណាហើយខ្ញុំក៏បន់កុំឲ្យមានពេលបញ្ហានឹងកើតឡើងដែរហើយខ្ញុំក៏រកនឹកមិនទាន់ឃើញដែរថាវានឹងអាចទៅផ្ទុះអាវុធទេខ្ញុំបានធ្វើព័ត៌មានមួយដែលថារឿងផ្ទុះអាវុធជាមួយនឹងថៃនឹងអាចនឹងពិបាកណាវាដូចថាវាអត់ទំនងដែរដោយសារអីកម្ពុជាហ្នឹងភាគច្រើនហ្នឹងលេងបាល់របៀបដូចថាថៃវាយសវិសយើងអ្នកត្របាល់ហើយគប់បាល់ទៅវិញជាជាងការដែលយើងគប់មុនណាដូច្នេះមើលទៅដូចជាកម្ពុជាហ្នឹងយើងសំសឹកដែរយ៉ាងនិយាយចេះហើយថៃក៏ចិត្តតែររឿងក៏ប៉ុន្តែវាអត់មានផលមានហេតុដែរទឹមតារឿងយើងជួលច្បល់ហ្នឹងគឺនៅពេលដែលបាច់លេចធ្លាយសារព័ត៌មានខ្សែអត់សម្លេងតកតងកិច្ចសន្ទនាគ្នារវាងអ្នកស្រីបេថងឋានហើយនិងលោកហ៊ុនសែនហ្នឹងតាដែលមើលទៅរៀងជួលច្បល់ហើយថៃហាក់បីដូចបានដងដាវខ្ញុំថាស្ថានភាពថៃហ្នឹងគឺចុះដាបមែនតើថៃគឺមានចំណុចខ្សោយគ្រប់យ៉ាងខ្មែរយើងមានព្រៀបគ្រប់យ៉ាងយើងទើបតែចាញ់ព្រៀបថៃនៅពេលដែលបែកខ្សែធ្លាយសម្លេងខ្សែអត់បថងឋានហ្នឹងតាខ្ញុំនិយាយពាក្យថាចាញ់ព្រៀបហ្នឹងប្រហែលជាអ្នកដែលគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាយើងហ្នឹងថាយើងហ្នឹងទៅគ្រប់គ្រងភាគីថៃខ្ញុំនិយាយពាក្យថាចាញ់ព្រៀបហ្នឹងគឺក្នុងនិយាយថាព្រៀបហ្នឹងយើងមានល្អហើយប៉ុន្តែនៅពេលដែលបែកខ្សែសម្លេងហ្នឹងមកគឺគេចាប់ផ្ដើម
ដូចថាឃើញទេស្រាប់តែឃើញបៃថងឋានអីហ្នឹងទៅស្អិតល្មួតអីជាមួយនឹងមេតបភូមិភាគ2ជាការធ្វើពើទេព្រោះធម្មតាតង់ស្ដារបៀបដូចថាភាពខ្លាំងរបស់ថៃដើម្បីវាយបកមកកម្ពុជាវិញហ្នឹងប៉ុន្តែអាហ្នឹងវាគ្រាន់ជាការទិញពេលវេលាប៉ុន្តែនៅក្នុងពេលហ្នឹងវាមានភាពរំពើងច្រើនដែលធ្វើឲ្យថៃបានដងដាវវិញខ្លះបងប្អូនព្រោះអីកាលមុនមកថៃអត់មានដងដាវទេថៃបិទព្រំដែនខ្មែរបិទព្រំដែនថៃបន្ថយវីសាខ្មែរបន្ថយវីសាថៃកាត់ទឹកភ្លើងឬក៏អ៊ីនធឺណិតឬសេវាស្អីនៅតំបន់ប៉ោយប៉ែតហ្នឹងគឺខ្មែរថាមិនបាច់កាត់ទេយើងផ្ដាច់មុនអីចឹងទៅហោស្អីផ្សេងហ្នឹងគឺយើងធ្វើតាមបានទាំងអស់ដូច្នេះថៃដូចអត់មានដងដាវនិយាយទៅថៃអត់មានបៀលេងណាបើយើងនិយាយភាសាសាមញ្ញគឺថៃអត់មានបៀលេងខ្មែរកាន់អាត់កើទាំងអស់និយាយទៅដូចយើងបែកកាទេអញ្ចឹងគឺខ្មែរកាន់អាត់ថៃរកតែកាចាស់មួយឬក៏កំមុំមួយហ្នឹងអត់ទាំងមានតែស្លឹក3ស្លឹក4ណានិយាយទៅអត់មានបៀលេងតែម្ដងដល់អញ្ចឹងខ្មែរមានបៀពេញដៃតែដល់ពេលចាប់ផ្ដើមបែកសារធ្លាយសម្លេងហ្នឹងគឺខ្មែរក៏វត្តអាត់ចោលចង់អស់ឥឡូវមករើសកាន់ណា9 8អីហ្នឹងមកវិញធ្វើឲ្យថៃ3 4ឡើងមកចង់ស្មើគ្នាវិញណារឿងហ្នឹងវាដោយសារអីទី1តើតើនឹងផ្នែកការទូតគឺថៃបានដៃដោយសារអីសហគមន៍អន្តរជាតិគេមើលទៅហាក់បីដូចជាកាល់ដំបងគ្រប់គ្រងកម្ពុជាច្រើនដោយសារតែយើងយកយន្តការច្បាប់អន្តរជាតិអីចឹងណាដល់ពេលថៃចេះតែចង់បិទព្រំដែនបិទអីគេមើលទៅឃើញថាថៃហ្នឹងដូចជាអាក្រក់មែនតើគេអត់ចូលចិត្តគេអត់គ្រប់គ្រងហ្មងទេតែដល់ពេលយើងចាប់ផ្ដើមដោះកង់បោចសក់ដែរខាងនោះចាប់ផ្ដើមបានដៃភ្លាមឃើញទេចាប់ផ្ដើមដាក់ពាក្យប្តឹងអីណាប្តឹងទៅប៉ូលីសជំនួយការរបស់អ្នកស្រីផៃថងឋានហ្នឹងឃើញដាក់ប្តឹងទៅប៉ូលីសប្តឹងទៅអីដើម្បីប្តឹងលោកហ៊ុនសែនពីរឿងធ្វើឲ្យបាត់បង់កិត្តិយសប៉ះពាល់ដល់ការមិនត្រូវរូវគ្នានៃជនជាតិថៃនៅផ្ទៃក្នុងថៃខ្ញុំជឿថាពេលដែលថៃនិយាយចឹងក៏ខ្សោយដែរតែយើងឆ្លោះគ្នាផ្ទៃក្នុងយើងទៅបន្ទោសអ្នកដតីដែលធ្វើឲ្យយើងបែកបាក់ផ្ទៃក្នុងអាហ្នឹងក៏វាជាភាពអន់ខ្សោយរបស់យើងដែរមិនចឹងហ៎ក៏ប៉ុន្តែខ្ញុំគាត់និយាយថាបើក្នុងន័យខុសឆ្គងអារឿងការដែលលេចធ្លាយព័ត៌មានហ្នឹងវាខុសច្បាប់ពិតមែនហើយអាហ្នឹងដែលខ្ញុំគិតថាវាឲ្យដងដាវទៅគេហ្នឹងគឺចាប់ផ្ដើមជ្រួលច្រាលចាប់ផ្ដើមមានប្រធានទៅក្រមសភាហ្នឹងគេឲ្យស៊ើបអង្កេតនេះស៊ើបអង្កេតនោះដូចថាតាក់តងនឹងឱកាសដែលមានធ្វើអញ្ចឹងបានធ្វើបានណាក្រុមនេះចូលទៅលាចេញពីរដ្ឋាភិបាលទៅហើយចាប់ផ្ដើមមកចង់វាយបកមកវិញមករករឿងតាក់តងនឹងឲ្យរឿងស៊ើបអង្កេតអារឿងសារបាយឃ្លាហេតុអីបានថៃហ្នឹងក៏ដូចថាចំហរឿងទុនជ្រាយអីឡាក់នឹងឡាក់អីចឹងទៅដូច្នេះរឿងដែលអត់មានសោះចង់និយាយថាថៃអត់មានបៀលេងសោះស្រាប់តែបែករឿងហ្នឹងមកថៃមានបៀកាន់ពេញដៃអីចឹងទៅហើយយើងមើលទៅកម្ពុជាដូចជារឿងបាត់ឱកាសច្រើនដែរនៅពេលហ្នឹងណាហើយតែជារឿងអកុសលមិនដឹងមិនដែរប៉ុន្តែកម្ពុជាហាក់បីដូចជាការពារខ្លួនដែរថាការបែកធ្លាយហ្នឹងគឺដើម្បីបង្ហាញអំពីភាពច្បាស់លាស់នៃការដឹកនាំដែលមិនមានការលាក់លៀមដោយសារតែមានដំឡាពេលនិយាយជាមួយរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីថៃទាំងសម្ងាត់អីក៏ដោយនោះក៏ចែកព័ត៌មានតាមតំបន់រហូតដល់មនុស្ស80នាក់អីអញ្ចឹងទៅចង់និយាយថាអ្នកដែលបកស្រាយកាន់ជើងរដ្ឋាភិបាលកម្ពុជាជាពិសេសកាន់ជើងលោកហ៊ុនសែនហ្នឹងគឺចង់និយាយថាវាអត់មានខុសឆ្គងអីទេព្រោះដំឡាភាពគេហៅភាពថាដំឡាហ្នឹងគឺថាគេច្បាស់លាស់អញ្ចឹងទៅអត់មានលាក់អីផងហ្នឹងគឺឲ្យដឹងមនុស្សដល់80នាក់ហេតុអីបានថារឿងហ្នឹងគឺមានការលាក់ឯកជនអីឬក៏ក្រោមតុកអីអត់ទេប៉ុន្តែយើងផ្ទុយទៅវិញអារឿងចែកទៅប្រហែលអ្នកវាអត់សំខាន់រឿងចែកទេតែសំខាន់រឿងបានមកហ្នឹងដោយខុសច្បាប់ចង់និយាយថាយើងលួចថតគេណាដល់ពេលយើងចែកទៅហ្នឹងគឺអាហ្នឹងដូចតែយើងរបស់យើងលួចគេអញ្ចឹងហើយតែយើងយកទៅចែកទៅអាអ្នកបានផលពីការចែកហ្នឹងគឺបានផលចោរកម្មទៀតហើយបើយើងតាមច្បាប់ផលចោរកម្មហ្នឹងអ្នកទទួលផលចោរកម្មហ្នឹងក៏ទទួលទោសដូចតែអ្នកដែលទៅលួចយកមកបានអញ្ចឹងណាអាហ្នឹងឯងដែលយើងឲ្យដងដាងទៅតែប្រទេសថៃខ្ញុំនិយាយថាកម្ពុជាមានការបកស្រាយទៅតាមអង្គហេតុការពារខ្លួនក៏ពិតមែនណាប៉ុន្តែចង់និយាយថាលើឆាកអន្តរជាតិការដែលរំលោភសិទ្ធិឯកជនភាពហ្នឹងគឺវាជារឿងខុសច្បាប់អីអញ្ចឹងណាហើយវាសោកស្ដាយតាមពិតខ្ញុំថាបើក៏មានរឿងហ្នឹងកើតឡើងខ្មែរយើងនៅមានព្រៀបច្រើនមែនតើហើយខ្ញុំនៅតែលើកទឹកចិត្តថាឲ្យមានអាសាមគ្គីគ្នាអីអញ្ចឹងទៅគឺល្អហើយតែចង់និយាយថាការពារភាពអត់ធ្មត់និងភាពមានព្រៀបប៉ុន្តែឥឡូវអាភាពមានព្រៀបដូចខ្ញុំនិយាយចឹងអាត់កើអាត់អីកាន់ពេញដៃយើងក៏វត្តចោលអស់យើងទៅរើស7 8អី9អីយកមកលេងជាមួយនឹងថៃវិញណាអាហ្នឹងឯងធ្វើឲ្យថៃចាប់ផ្ដើមរៀងដូចមានទឹកមាត់លេបមកវិញហ្នឹងគឺធ្វើឲ្យការចរចាឬក៏អាដំណោះស្រាយហ្នឹងក៏វាអត់មានធូរស្បើយអីដែរយើងចាំមើលតិចទៀតទៅថៃរង្គោះរង្គើទៅយើងអត់ទ្វាក្រោយទេឥឡូវយើងនិយាយពីរឿងលោកហ៊ុនសែនគាត់ថាឲ្យផ្អាកគិតតែរឿងតែគេជួនយោបល់រឿងផ្ដាច់ប្រេងអាប្រេង PTT ហ្នឹងមែនតើទៅថៃនិយាយឲ្យស្មោះត្រង់គឺ
វាហាក់បីដូចជាស្ដោះលើទ្រូងឯងបន្តិចដែរចង់និយាយថៃហ្នឹងគិតថាខ្លួនឯងគ្រាន់បើនៅក្នុងការផ្ដាច់ប្រេងឬឈប់នាំប្រេងចូលមកប្រទេសកម្ពុជាហ្នឹងចំណេញអីគេនឹងឲ្យប្រកាសថៃហ្នឹងខ្ញុំពងតែឆ្ងល់ថាកម្ពុជាមានត្រូវការពឹងប្រេងតែមកពីថៃណាយើងនាំចូលពីម៉ាឡេយើងនាំចូលពីវៀតណាមអីហ្នឹងមកកណក៏ដឹកដែរហ្នឹងដូច្នេះនៅក្នុងន័យដែលថាខ្ទប់សេដ្ឋកិច្ចឬក៏បិទកុំឲ្យមានប្រេងចូលមកក្នុងកម្ពុជាតាមរយៈប្រេង PTT ហ្នឹងវាហាក់បីដូចជាដូចថាទម្ងន់ហ្នឹងវាអត់ធ្ងន់ណាថៃប្រើអាការនេះនឹងបាត់មកប៉ុន្តែវាមិនមែនជារដ្ឋាភិបាលទេរដ្ឋាភិបាលអត់ទាន់បានសម្រេចអីនៅឡើយវាគ្រាន់តែជាគំនិតរបស់មេឬក៏ក្រុមគណៈបកប្រឆាំងណាមួយណាកម្ពុជាពេលខ្លះហាក់បីដូចជាចង់យកអារឿងទូចហ្នឹងទៅឲ្យធំឲ្យហើយតែម្ដងទៅគឺដុតឲ្យឆេះថ្គោលហ្មងទៅដើម្បីកុំឲ្យពិបាកមិនបាច់ស្នើអ្នកណាស្នើទៅរដ្ឋាភិបាលអីចាំខាងរដ្ឋាភិបាលកម្ពុជាស្នើមិនបាច់នាំប្រេងមកទេហើយបើអត់ប្រេងហ្នឹងក៏កម្ពុជាមិនស្លាប់ដែរអីចឹងទៅអញ្ចឹងចាប់ផ្ដើមជាយុទ្ធសាស្ត្រមួយក្នុងការប្រាប់ឲ្យថៃឲ្យដឹងថាណែឯងអត់មានបៀលេងដែរចង់និយាយចឹងណាចង់និយាយថាថៃចង់អួតថាខ្លួនឯងមានអាត់កាន់ណាប៉ុន្តែខ្មែរគេថាអត់ទេច្រឡំអាហ្នឹងកាចាស់ទេអាត់នៅខ្មែរទេដោយសារតែអត់នាំប្រេង PTT មកស្រុកខ្មែរខាតថៃទៅព្រោះអីមួយឆ្នាំនាំប្រេងពីថៃមកប្រហែលជិត$2000 លានហ្នឹងហើយទៅថៃវាជាក្រុមហ៊ុនមួយនាំមុខគេនៅក្នុងការនាំប្រេងពីថៃមកកម្ពុជាមកប៉ុន្តែមានក្រុមហ៊ុនធំយ៉ាងហោចណាស់ក៏ពីរទៀតដែរដែលគេនាំប្រេងសន្ធឹកមកកម្ពុជាមកបានដែរទាំងវៀតណាមទាំងម៉ាឡេអីចឹងដូច្នេះនៅក្នុងន័យនេះឯងដែលថៃហាក់បីដូចជាគិតថាធ្វើទៅដាច់ដង្ហើមថៃដែរហើយអ្នកណាអ្នកខាតបងគឺក្រុមហ៊ុនថៃ PTT ខ្លួនឯងហ្នឹងមិនចឹងហើយនៅកម្ពុជាហ្នឹងមែនតើទៅនៅពេលដែលមានក្រុមហ៊ុនបើករកស៊ីនៅស្រុកខ្មែរជាទូទៅគឺវាមិនមែនជាតកែរបស់បរទេសទាំងអស់ទេភាគច្រើនគឺដើម្បីរកស៊ីស្រួលនៅស្រុកខ្មែរតើតែយើងនឹងស្គាល់មនុស្សដែលជាជនជាតិខ្មែរពលរដ្ឋខ្មែរហ្នឹងឲ្យគេដូចថារបៀបលក់ជា franchise ហ្នឹងបងប្អូនលក់ franchise ហ្នឹងបានន័យថាម៉េចទីហោការ៉ាសាំងមួយហ្នឹងយើងលក់ franchise ឲ្យគេអ្នករៀបចំធ្វើជាការ៉ាស់ខ្លួនឯងជាអីមានដីមានអីអញ្ចឹងទៅថៃគាត់តែយកសាំងមកឲ្យលក់ឲ្យចំណេញចែកគ្នាអញ្ចឹងទៅណាអាហ្នឹងអញ្ចឹងភាគច្រើនម្ចាស់ការ៉ាស់ហ្នឹងក៏ជាខ្មែរដែរនៅស្រុកខ្មែរហ្នឹងក៏ច្រើនណាប៉ុន្តែយើងចង់និយាយថាខ្មែរក៏ប៉ះពាល់ថៃក៏ប៉ះពាល់ដែរគាត់ថាអ្នកដែលប៉ះពាល់ខ្លាំងជាងគេគឺថៃទៅវិញទេព្រោះជាថៃជាអ្នកផ្គត់ផ្គង់គ្រឿងប្រេងឥន្ធនៈហ្នឹងមកស្រុកខ្មែរអ្នកដែលប៉ះពាល់នៅស្រុកខ្មែរគឺគ្រាន់តែជាអ្នកដែលលក់សាំងហ្នឹងឲ្យថៃតែប៉ុណ្ណឹងឯងអញ្ចឹងវាបាត់លបម្ចាស់ការ៉ាស់ហ្នឹងវាបាត់លបអ្នកចាក់សាំងអ្នកអីហ្នឹងប្រហែលជាអាចច្រើនពាន់អ្នកអាចដល់10000អ្នកដឹងព្រោះច្រើនដែរការ៉ាស់សាំង PTT ហ្នឹងដូច100កន្លែងណានៅក្នុងប្រទេសកម្ពុជានឹងមានច្រើនស្ថិតព្រោះប្រេងដល់ជិត$2000 លានមិនតិចទេណាបងប្អូនច្រើនណាក៏ប៉ុន្តែអ្នកដែលខាតច្រើនហ្នឹងគឺថៃមុនគេឲ្យព្រួញចេះខ្ញុំចង់និយាយថាខាតហ្នឹងគឺខាតត្រង់ថាខ្មែរបើអត់ត្រូវការថាអត់អាហ្នឹងដូចថាអូបើថានាំមកមានតែច្រកថៃតែបិទដាច់ផឹងងាប់ហើយដាច់ខ្យល់ហើយថាខ្មែរមានដែលប្រើប្រព័ន្ធសូឡាមកពីណាឡានយើងចាក់តសាំងសឹងតែគ្រប់ឡានហ្នឹងមានមនុស្សប្រហែលណាដែលទិញឡានប្រើអគ្គិសនីបានដូច Tesla ដូចអីហ្នឹងឡានថ្លៃសឹងអីឡានជជុះមួយពី2000ឬក៏5000អីហ្នឹងសិតតែចាក់សាំងចាក់អីទាំងអស់ដូច្នេះអត់សាំងហ្នឹងគឺវាដាច់ខ្យល់ហើយប៉ុន្តែសាំងមានពីវៀតណាមសូគីមិចសាំងមានមកពីក្រុមហ៊ុនដូច Shell ដូចអីក្រុមហ៊ុនបារាំងក្រុមហ៊ុន BP អីក៏ឃើញថាមានក្រុមហ៊ុន Chevron របស់អាមេរិកអីហ្នឹងក៏ឃើញមានសាំងអីលក់នៅស្រុកខ្មែរដូចកាល់តិចអីហ្នឹងគឺមានជាហោហាយដែរណាអញ្ចឹងថៃប្រើបៀហ្នឹងគឺខ្លួនឯងនេះមិនសូវមានឥទ្ធិពលអីមកក៏ប៉ុន្តែខ្ញុំជឿថារដ្ឋាភិបាលប្រហែលជាមិនព្រមធ្វើតាមអានគាត់ជាសំណើរបស់គណៈបព្វជិមប៉ុន្តែប្រតិកម្មហ្នឹងគឺធ្វើឲ្យលោកហ៊ុនសែនដឹងរឿងហ្នឹងគឺយកលេសហ្នឹងដើម្បីគិតថាមិនបាច់នាំឬក៏ចង់និយាយថាបើអត់សាំងហ្នឹងក៏បានដែរហើយទៅចាត់ថែមឲ្យមកលើសមួយមុខទៀតដោយសារថាឲ្យរដ្ឋាភិបាលពិចារណារឿងបិទទំនិញនាំចូលពីថៃយើងដឹងហើយខ្មែរបិទបន្លែនិងផ្លែឈើមិនអញ្ចឹងហ៎ឥឡូវបិទការនាំចូលទំនិញពីប្រទេសថៃមានដូចគ្រឿងកំប៉ុងគ្រឿងអីប៉ុន្តែអត់ទាន់បិទសាច់មាន់បិទសាច់ស្អីស្រស់ឬក៏អីផ្សេងទៀតទេនិយាយទៅបដើសិននិយាយទៅយើងលេងរៀងស្រាលដែរទេបើតាមមើលណាមិនជិតធ្ងន់ដៃអីប្រហែលនេះតែឥឡូវយើងដឹងហើយរឿងដែលសំខាន់គឺថៃគេបិទព្រំដែននៅម្ដុំដល់មានជ័យបិទតែមួយកន្លែងទេគឺតំបន់សាយតគូជុកកគីឯយើងវិញថែមឲ្យមួយទៀតគឺនៅច្រកព្រំដែនជាំនៅឯតាពាំងព្រៃស្រុកលងវែងខេត្តដល់មានជ័យបាទនេះគឺជាស្ថានភាពតានតឹងដែលមានហើយភាគីថៃគេកំពុងតែកន្លុកអារឿងបែកធ្លាយអីហ្នឹងទៀតដើម្បីទម្លាក់អ្នកស្រីភ័យថងថានៅខាងតែបានណា
តើគេជោគជ័យប៉ុណ្ណាហើយអ្នកស្រីបេថងឋាននៅអាចកាន់តួនាទីនឹងបានប៉ុណ្ណាយើងនឹងតាមដានរឿងនេះជាមួយគ្នាតទៅទៀតបងប្អូនឥឡូវខ្ញុំសូមស្លេះស្ថានភាពក្តៅនៅស្រុកខ្មែរឲ្យនៅត្រឹមប៉ុណ្ណឹងសិនចុះហើយវាយ៉ាងណាវាអត់ចប់ទេបងប្អូនព្រោះលោកហ៊ុនសែនបានប្រាប់ហើយថាត្រៀមមើលឲ្យហួសពីឆ្នាំ2030ទៅអញ្ចឹងបានន័យថាយ៉ាងតិចក៏5ឆ្នាំទៀតហើយក៏មិនដឹងថាបានធូរអីយ៉ាងម៉េចផងទេហើយអារឿងនេះហើយដែលធ្វើឲ្យរឿងនយោបាយនៅកម្ពុជាហ្នឹងគឺវានឹងនៅដដែលគណៈបកប្រជាជនកម្ពុជានឹងនៅតែអាចនឹងអូសទាញប្រជាប្រិយពីបញ្ហាព្រំដែននេះបានរហូតដល់បោះឆ្នោត2028នឹងទៀតបានយ៉ាងធូរអីទៀតទៅអានេះគឺជារឿងដែលជាឱកាសមាសសម្រាប់ខាងគណៈបកការអំណាចដែរនិយាយទៅណាវាជាការជាតិនិយមជាអីចឹងក៏ពិតមែនហើយក៏ប៉ុន្តែវាជាឱកាសចំណេញនយោបាយមួយដ៏សន្ធឹកដែរដោយសារអីម៉ោងហ្នឹងពេលប្រជាពលរដ្ឋនិយាយអីគឺខាងរដ្ឋាភិបាលចិត្តររឿងថាស្រុកគេកំពុងតែមានបញ្ហាជាមួយព្រំដែនអត់ព្រមមូលមាត់គ្នាទេអញ្ចឹងសាររបស់ខាងគណៈបកប្រជាជនកម្ពុជាឬក៏ខាងអ្នកគ្រប់គ្រងរដ្ឋាភិបាលគឺគេសរសេរដូចគ្នាណានិយាយអីក៏ដោយគឺគេមកគឺថ្មិចភ្នែកគឺសរសេរដូចយើងប្រើ AI អញ្ចឹងណាគឺថាមកស្រុកគេកំពុងតែមានបញ្ហាជាមួយប្រជាមិត្តឯងអត់ព្រមជួយលើកជើងរដ្ឋាភិបាលសាររដ្ឋាភិបាលការពាររួបរวมកម្លាំងគ្នានាំគ្នាមកវាយគ្នាឯងអញ្ចឹងឧទាហរណ៍តាមពិតអស់លោកបងប្អូនទាំងអស់គ្នាគាត់ភ្លេចគិតអំពីក្រូចនឹងប៉មទៀតណាយើងលាយគ្នាយើងអត់យល់ណាយើងចង់និយាយថាយើងចែកអត់ដាច់រវាងការយល់ញាតនិងឃ្លិតច្បាប់ណានៅក្នុងពេលដែលយើងជួយយើងគិតគូរប៉ុន្តែនៅពេលដែលហ្នឹងមិនអាចនឹងអ្វីដែលខុសឆ្គងយើងចិត្តតែរួចខ្លួនរហូតអាហ្នឹងងាប់ហើយយើងឆ្លៀតឱកាសហ្នឹងដូចយើងពេលដែលអាហ្នឹងដូចពេលឡានសង្គ្រោះដឹកឈើកញ្ញូងអញ្ចឹងណាបងប្អូនឡានពេទ្យមកសរ៉ែនយើងនាំនេះជិះផ្លូវអស់ហើយអូជិះព្រោះគេសង្គ្រោះបន្ទាន់ណាអាហ្នឹងសង្គ្រោះបន្ទាន់អ្នកណាមកនៅរាំងផ្លូវអីគឺយើងដឹងតែគ្រោះថ្នាក់អីអញ្ចឹងយើងនាំគ្នាស្រែកឲ្យគ្នាផងជិះផ្លូវគេសង្គ្រោះជីវិតអីអញ្ចឹងទៅព្រោះធម្មតាយើងដឹងគ្រប់គ្នាតែមានសរ៉ែនមានអីគឺជារថយន្តសង្គ្រោះគឺជាធម្មជាតិហើយតាមច្បាប់គឺសិលធម៌និងច្បាប់យោងផងគឺយើងត្រូវទុកផ្លូវព្រោះគ្នាមិនដឹងថាតើបើទិសទៅធ្វើឲ្យអ្នកដែលត្រូវសង្គ្រោះហ្នឹងគឺអត់អាចរួចជីវិតអីអញ្ចឹងប៉ុន្តែដល់ពេលឡាននឹងបុកគ្នាប្រាវបានធ្លាក់មកចេញសិតកញ្ញូងបានបងប្អូនភ្ញាក់ព្រឺតអញខំប្រឹងបើកផ្លូវឲ្យទៅឲ្យអីអញ្ចឹងនៅឃើញតែបានដឹកអ្នកជំងឺមានដឹកអ្នកជំងឺដឹកឈើកញ្ញូងរត់ពុនអីអញ្ចឹងឧទាហរណ៍ខ្ញុំនិយាយនេះគឺជារឿងរបៀបជាន័យធៀបទេបងប្អូនគាត់ចង់និយាយថាយើងឈឺឆ្អាលរឿងជាតិឈឺឆ្អាលក៏ប៉ុន្តែអត់មែនឲ្យរដ្ឋាភិបាលធ្វើអីជាសេះលែងដៃបានស្អាតចិត្តទេព្រោះការប្រព្រឹត្តខុសនៅតែមកកណោហ្នឹងយើងអត់ព្រមស្ដារហ្នឹងចប់ពេលត្រូវរើគ្នាឬក៏ស្រុកឈប់មានចំនួនទល់ដែនចង់ឆាចោលអ្វីដែលមានអំពើពុករលួយបញ្ហាបទអក្រិតឆ្លងដែនឬក៏ការរំលោភសិទ្ធិមនុស្សស្អីបំបិតមាត់អ្នកសារព័ត៌មានឬក៏សពបែបយ៉ាងហ្នឹងគិតថាយើងឆាចោលឈុនឆាយចោលមិនវាអត់ទេបាទយើងវាអញ្ចឹងអ្នកដែលមានសមានចិត្តក៏មានសមានចិត្តជាការល្អហើយប៉ុន្តែអ្វីដែលកើតឡើងគឺយើងក៏អាចនឹងអនុគ្រោះបានដែរយើងត្រូវតែដោះស្រាយព្រោះរដ្ឋាភិបាលអត់ព្រមដោះស្រាយយូរហើយដល់ពេលមកដល់សម័យពេលមានរឿងព្រំដែនអត់ព្រមដោះស្រាយទេដល់ពេលគេនិយាយពីមុនចាប់គេដាក់គុកដល់ពេលនិយាយក្រោយមករករឿងគេថាយើងនឹងក្បត់ជាតិឬក៏ដូចថាមិនព្រមជួយជោគជួយចៅយកជើងរៀបទឹកអីអាហ្នឹងគឺយើងនិយាយហ្នឹងគឺក្នុងន័យនិយាយការពីអនិយាយការពិតទេដោះសារអត់ដោះស្រាយខ្ញុំស្លេះរឿងនេះឥឡូវចូលដល់រឿងពិភពលោកវិញម្ដងបងប្អូនក្នុងនាមខ្ញុំជាខ្មែរអាមេរិកម្នាក់ពេលដែលឮសូមានសង្គ្រាមរហូតដល់ទៅអាមេរិកទម្លាក់គ្រាប់នៅប្រទេសអ៊ីរ៉ង់ខ្ញុំក៏មានការស្លុតរន្ធត់ចិត្តដែរបងប្អូនរន្ធត់ចិត្តរឿងអីរដ្ឋអធិបតេយ្យមួយដូចថារុស្ស៊ីវាយចូលអ៊ុយក្រែនអញ្ចឹងណាបងប្អូនខ្ញុំបើកាលរុស្ស៊ីវាយចូលប្រទេសអ៊ុយក្រែនគឺយើងនាំគ្នាថ្កោលទោសប្រទេសរុស្ស៊ីថាចូលទៅរំលោភដែនអធិបតេយ្យរបស់អ៊ុយក្រែនអីអញ្ចឹងយើងចិត្តរបស់យើងហ្នឹងគឺជាអ្នកស្រឡាញ់យុត្តិធម៌ស្រឡាញ់ភាពថ្លៃថ្នូរស្អាតស្អំត្រឹមត្រូវនិងគេហៅថាទំនៀមទម្លាប់សណ្ដាប់ធ្នាប់ពិភពលោកគឺយើងឈឺឆ្អាលថាអ៊ុយក្រែនអត់មានកំហុសអីទេហេតុអីបានជារុស្ស៊ីមកវាយទម្លាក់គ្រាប់មកអត់មានអ្នកណាជួយអង្គការសហប្រជាជាតិក៏ជួយអត់បានកុំបានប្រទេសអឺរ៉ុបឬក៏សហរដ្ឋអាមេរិកឲ្យជួយឈឺឆ្អាលកុំអីគ្នានឹងមិនដឹងទៅដល់ណាហើយទេមកហ្នឹងអញ្ចឹងទៅហើយនៅពេលហ្នឹងក៏មានប្រទេសចិនប្រទេសអីណាបែរទៅជានាំគ្នាគ្រប់គ្រងរុស្ស៊ីគ្រប់គ្រងអីហ្នឹងតែយើងឃើញហើយតែថាវាខុសទំនងបាទតែសរសើរកម្ពុជាដែរដែលជ្រើសរើសមិនគ្រប់គ្រងរុស្ស៊ីក្នុងការឈ្លានពានប្រទេសអ៊ុយក្រែនប្រហែលជាកម្ពុជាខ្លួនឯងដឹងខ្លួនដែរថាថ្ងៃណាមួយបើថៃឈ្លានពានយើងនឹងទទួលបានការអាណិតអាសូរពីប្រទេសលើពិភពលោកដែរព្រោះកម្ពុជាធ្លាប់បង្ហាញចំហហើយថាខ្លួនអត់បានគ្រប់គ្រងប្រទេសរុស្ស៊ីរំលោភអ៊ុយក្រែនទេដូច្នេះអាចជាការល្អដែរប៉ុន្តែអាការល្អដូចមានព្រៀបអីអញ្ចឹងគ្រប់បែបយ៉ាងហើយខ្ញុំចង់និយាយអញ្ចឹងមានអាវុធដងដាវហើយស្រាប់មកលិចចេញអាស្អីគេសារនិយាយសន្ទនាគ្នាជាឯកជនជាមួយបៃថងឋានដែលលោកហ៊ុនសែនជាអ្នកបញ្ចេញឲ្យគេបែកធ្លាយឲ្យគេដឹង
ជាសាធារណៈហ្នឹងយើងគេចាប់ផ្ដើមដូចថាដងដាវដែលហុចគេហុចឲ្យយើងស្អាតតែយើងហុចដងឲ្យគេមកចាក់យើងវិញអញ្ចឹងមកពេចហ្នឹងណាឥឡូវយើងមើលរឿងទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់គឺធ្វើការប្រយុទ្ធមិញបងប្អូនយុទ្ធនៅសហរដ្ឋអាមេរិកនេះហើយរឿងនេះមិនមែនលេងសើចទេគឺខាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ហើយនឹងអនុប្រធានាធិបតីរបស់គាត់អីហ្នឹងនាំគ្នាបង្កើតបន្ទប់ស្ថានភាពមួយដើម្បីជជែកពីរឿងគ្រប់គ្រងស្ថានភាពយន្តហោះទម្លាក់គ្រាប់នៅឯប្រទេសអ៊ីរ៉ង់ណាបងប្អូនគឺថាមើលទៅបន្ទប់ស្ថានភាពនេះយើងដូចនៅស្រុកខ្មែរកាលសម័យបោះឆ្នោតតែពេលរាប់សិលឹកឆ្នោតទៅអង្គការសង្គមស៊ីវិលគេមិនបង្កើតបន្ទប់ស្ថានភាពមួយដើម្បីដោះស្រាយបញ្ហាមិនអញ្ចឹងឯងបងប្អូនអានេះគឺថាបន្ទប់ស្ថានភាពហ្នឹងគឺទីបន្ទប់ឃ្លាំមើលសង្កេតមើលឬក៏ត្រួតពិនិត្យឬក៏ដោះស្រាយបញ្ហាទៅតាមស្ថានភាពជាក់ស្ដែងណាបាទពាក្យបន្ទប់ស្ថានភាពនៅស្រុកខ្មែររៀងដូចរៀងទឹកសគាជាព្រោះរដ្ឋាភិបាលបានបិទឲ្យឡើងឲ្យមានបន្ទប់ស្ថានភាពចោតអង្គការសង្គមស៊ីវិលកាលសម័យមុនហ្នឹងថាបើនាំគ្នាមើលបញ្ហាមិនប្រក្រតីនៃការបោះឆ្នោតបិទបន្ទប់ស្ថានភាពហ្នឹងចោលហ្មងហ្នឹងកុំឲ្យមកនិយាយពីរឿងបោះឆ្នោតហ្នឹងអីទៀតអញ្ចឹងទៅគឺសគាជាបន្ទប់ស្ថានភាពនេះគឺប្រធានាធិបតី Donald Trump ហើយនិងអនុប្រធានាធិបតីគាត់និងមន្ត្រីវិជាន់ពោះពាក់ព័ន្ធនឹងយោធាជាច្រើនអង្គុយជជែកគ្នាពីរឿងទម្លាក់គ្រាប់ហ្នឹងគ្រាប់ទម្លាក់3កន្លែងបងប្អូននៅឯទីក្រុងនៅឯប្រទេសអ៊ីរ៉ង់ហើយ3កន្លែងហ្នឹងគឺជាកន្លែងរោងចក្របរមាណូបាទតាពិតមានកន្លែង3ហ្នឹងមានតែមួយទេដែលពិបាកជាងគេបើតាមមើលដោយសារតែវាធ្វើនៅរូងក្រោមដីហ្នឹងអានេះគេហៅ Fordo រោងចក្រ Fordo ឬក៏តំបន់ Fordo ហ្នឹងគឺជាតំបន់ដែលគេអ៊ីរ៉ង់គេជីកនៅខាងក្រោមដីហ្នឹងធ្វើរោងចក្រផលិតបរមាណូហ្នឹងគឺដឹងហើយថាថ្ងៃណាមួយបើគេទម្លាក់គ្រាប់មានណាទម្លាក់ឯងមានតែអាមេរិកនឹងឯងដែលមិនចូលចិត្តចង់ឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរទេអ៊ីស្រាអែលក៏អត់ចូលចិត្តដែរខ្ញុំបញ្យល់អញ្ចឹងជំរឿទៅក្រោមដីហ្នឹងអាច80ទៅ90ម៉ែត្រធ្វើក្រោមដី80ទៅ90ម៉ែត្រទៅទម្លាក់អាម៉េចទៅបើជ្រៅយ៉ាងនេះអញ្ចឹងហើយនៅតំបន់ Fordo នេះអាមេរិកប្រើគ្រាប់បែកមួយយ៉ាងដែលមានទម្ងន់14តោនបងប្អូនគ្រាប់បែកហ្នឹងគឺជាគ្រាប់បែកដែលស្ទឹងថាបល័យលោកចាស់វាមានអធិពលខ្លាំងព្រោះតែពេលវាធ្លាក់ទៅគឺវាខួងចូលទៅក្នុងដីបើបេតុងណាសំបីតែចាក់ស៊ីម៉ង់ណាគឺវាអាចចូលជ្រៅរហូតដល់18ម៉ែត្រផងហ្នឹងស៊ីម៉ង់ផងរឹងកព្រឹសប៉ុណ្ណឹងប៉ុន្តែបើដីធម្មតាវិញគឺចូលរហូតដល់61ម៉ែត្រទៅក្រោមដីហើយបានវាផ្ទុះខ្ទេចខ្ទីអស់តែម្ដងអញ្ចឹងនៅក្នុងតំបន់ Fordo នេះគឺក៏បានទម្លាក់គ្រាប់នៅតំបន់មួយទៀតឈ្មោះថា Natanz ហ្នឹងក៏ជារោងចក្រផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែរហ្នឹងក៏ទម្លាក់គ្រាប់ខ្ទេចខ្ទីអស់ដែរនិងមួយទៀតគឺ Isfahan នៅ Isfahan ហ្នឹងក៏ជាកន្លែងសង្ស័យថាជារោងចក្រផលិតអាវុធនុយក្លេអ៊ែរដែរក៏ទម្លាក់គ្រាប់ខ្ទេចខ្ទីអស់ហើយលោកត្រាំគាត់និយាយថាបេសកកម្មនេះរៀងលំបាកខ្លាំងនៅតំបន់ Fordo ហ្នឹងដោយសារតែដូចខ្ញុំជម្រាបចឹងថាវាជ្រៅហើយទៅប៉ុន្តែគាត់នៅតែអះអាងថាបានកំតិចខ្ទេចខ្ទីអស់ហើយខាងអ៊ីរ៉ង់នៅវិញគេឡងមកវិញគេតបមកវិញថាគ្មានខ្ទេចខ្ទីឯណាទេព្រោះគេរើឲ្យបានចេញអស់ហើយមុននឹងគ្រាប់ធ្លាក់ហ្នឹងព្រោះគេបានត្រៀមខ្លួនមុនតាំងពីអ៊ីស្រាអែលទម្លាក់គ្រាប់នៅតំបន់កន្លែងយោធាឬក៏អាកាសយានដ្ឋានយោធារបស់អ៊ីរ៉ង់តាំងពីថ្ងៃទីប្រហែលនេះដូចជា13បាទថ្ងៃ13ខែមិថុនាមកអ៊ីស្រាអែលនឹងខ្ញុំនឹងបញ្យល់តិចទៀតថាហេតុអីបានជាដើមចំលើអ៊ីស្រាអែលក៏ទម្លាក់គ្រាប់អាមេរិកក៏ទម្លាក់គ្រាប់ហេតុអីឲ្យប្រកាសចង់បានអីឲ្យប្រកាសប្រទេសទាំងពីរនេះហេតុអីបានជាមានរឿងបែបនេះហើយនេះគឺជាសង្គ្រាមហើយឬនៅអាមេរិកបានប្រកាសសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយឬនៅបាទអានេះក៏ជារឿងសំខាន់ដែរបងប្អូនបើនៅឥឡូវយើងវិលទៅក្រោយបន្តិចតែខ្ញុំនិយាយមិញហ្នឹងគឺគ្រាប់បានទម្លាក់នៅកន្លែងផលិតអាវុធបរមាណូរបស់អ៊ីរ៉ង់ហ្នឹងរហូតដល់ទៅ3ទីតាំងហ្នឹងហើយអាមេរិកប្រកាសថាជោគជ័យហើយជោគជ័យហ្នឹងត្រង់ន័យថាចេះឥឡូវជោគជ័យហើយទីតាំងទាំង3កំតិចខ្ទេចអស់ហើយលោកត្រាំថានៅសល់ទីតាំងច្រើនទៀតដែលនឹងកំតិចបន្ទាប់ប៉ុន្តែឥឡូវនេះគឺចប់បេសកកម្មសម្រាប់ពេលនេះសិនហើយទុកឲ្យអ៊ីរ៉ង់ស្ដារស្ថានភាពឡើងវិញបើអត់ទេនឹងទម្លាក់ទៀតចឹងសាររបស់ប្រធានាធិបតីអាមេរិកច្បាស់អញ្ចឹងដែរថាមិនមែនជាចឹងក្នុងន័យនេះគឺចង់និយាយថាមិនមែនជាសង្គ្រាមជាមួយអ៊ីរ៉ង់ទេប៉ុន្តែជាការព្រមានអ៊ីរ៉ង់ឲ្យងាកមកចូលផ្លូវចរចាស្ដារសន្តិភាពឡើងវិញក្នុងន័យថាស្ដារសន្តិភាពនេះគឺបានន័យថាឈប់មានមហិច្ឆតាផលិតអាវុធបរមាណូតទៅទៀតអ៊ីរ៉ង់កាលពីអាមេរិកនិងអ៊ីស្រាអែលចោទថាមានអាវុធកំពុងតែត្រៀមផលិតអាវុធបរមាណូហ្នឹងគឺអ៊ីរ៉ង់ខ្លួនឯងហ្នឹងថាខ្លួនផលិតហើយមិនបដិសេធទេក៏ប៉ុន្តែវាអត់មានផលិតដើម្បីសង្គ្រាមទេគឺដើម្បីសន្តិភាពទេផលិតដើម្បីគេហៅថាប្រើប្រាស់ដូចថាធម្មពលឬក៏ស្អីនិយាយទៅគឺអត់ប្រើដើម្បីបលែងលោកអីអញ្ចឹងតែហើយចុះអាមេរិកហើយនិងអ៊ីស្រាអែលមិនជឿហើយខ្ញុំនិយាយថាហេតុអីបានជាគេអត់ជឿ
ឥឡូវរឿងហេតុអីបានជាមានរឿងទៅទម្លាក់គ្រាប់នៅអ៊ីរ៉ង់ហើយអត់ប្រកាសសង្គ្រាមផងហេតុអីបានជាមានដូច្នេះយើងធ្លាប់ឮអាមេរិកធ្លាប់ប្រកាសនៅប្រទេសយេម៉ិនថាអាចនឹងមានសង្គ្រាមព្រោះមានអាអ៊ីមែលលេខបែកធ្លាយអីណាមកហ្នឹងមន្ត្រីជាន់ខ្ពស់ផ្នែកយោធាទៅសេអ៊ីមែលពីរឿងផែនការធ្វើសង្គ្រាមនៅយេម៉ិនហ្នឹងគឺបែកធ្លាយនៅក្នុងប្រព័ន្ធជជែកកិច្ចការសម្ងាត់ហ្នឹងក៏វាមានអ្នករាយការណ៍ព័ត៌មានម្នាក់នៅក្នុងក្រុមជជែកហ្នឹងផ្្លាត់ស្នៀតដែរអញ្ចឹងទៅក៏រឿងនឹងបែកខ្ចាយតែប៉ុន្តែអារឿងអ៊ីរ៉ង់នេះអត់ទាន់មានសារដែលប្រកាសសង្គ្រាមទេសូម្បីតែទម្លាក់គ្រាប់ក៏អត់ប្រកាសសង្គ្រាមដែររឿងវិញចេះកាលពីថ្ងៃទី13ខែមិថុនាឆ្នាំ2025យើងនេះគឺប្រហែលជាមួយអាទិត្យមុនប្រហែល8ថ្ងៃមុនណាបងប្អូនអ៊ីស្រាអែលគឺមិនឲ្យអ៊ីរ៉ង់ដឹងមុនសោះគឺបាញ់គ្រាប់មីស៊ីលស្រោចទៅលើទីតាំងជាច្រើនរបស់ប្រទេសអ៊ីរ៉ង់ណាបាញ់ទៅរហូតដល់ទៅកន្លែងតំបន់យោធាបំផ្លាញកន្លែងមូលដ្ឋានទ័ពរបស់អ៊ីរ៉ង់ឬក៏កន្លែងសំខាន់ជាច្រើនកន្លែងឡើងសោះនិយាយទៅបាញ់ស្រោចបាទនៅថ្ងៃទី13ហ្នឹងហើយរឿងដែលសំខាន់បំផុតគឺអ៊ីស្រាអែលក៏ដៅទៅរកកន្លែងគេហៅរោងចក្រផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែរព្រោះដោយសារតែអ៊ីស្រាអែលគេនិយាយថាបើអត់ទម្លាក់គ្រាប់បែកទៅលើប្រទេសអ៊ីរ៉ង់ទេយ៉ាងយូរ3សប្តាហ៍ទៀតទេគឺអ៊ីរ៉ង់មានជាតិអ៊ុយរ៉ាញ៉ូមជាតិមួយយ៉ាងដែលគេយកទៅផលិតអាវុធនុយក្លេអ៊ែរបានហ្នឹងគឺថាវាកើនឡើងច្រើនទៅហើយគេមានសមត្ថភាពអាចធ្វើបានហើយបើឲ្យអ៊ីរ៉ង់ធ្វើទាន់គឺពិភពលោកយើងហ្នឹងគឺអាសាហើយអ្នកអាសន្នជាងគេគឺអ៊ីស្រាអែលហ្នឹងគ្នាភ័យជាងគេតែម្ដងព្រោះអីហេតុអីបានអ៊ីស្រាអែលភ័យរឿងអ៊ីរ៉ង់ហ្នឹងមកម្លេះដោយសារតែសង្គ្រាមអ៊ីស្រាអែលជាមួយនឹងពួកហាម៉ាស់នៅប៉ាឡេស្ទីនហ្នឹងណាគឺពួកហាម៉ាស់ហ្នឹងក៏បានការជួយឧបត្ថម្ភគ្រប់គ្រងយ៉ាងសម្បើមពីប្រទេសអ៊ីរ៉ង់អាក្រុមហាម៉ាស់ហ្នឹងដែលពិភពលោកចាត់ទុកថាជាក្រុមភេរវជនអីចឹងណាអញ្ចឹងបានខាងក្រុមប្រទេសអ៊ីរ៉ង់ហ្នឹងក៏ជួយឲ្យនៅតំបន់មជ្ឈិមបូព៌ាហ្នឹងគឺអ៊ីរ៉ង់ក៏ជាអ្នកដែលផ្ដល់ហិរញ្ញវត្ថុច្រើនបំផុតដល់ពួកក្រុមឧទាមមួយឈ្មោះថាហេបូឡានៅប្រទេសលីបង់អីអញ្ចឹងណាដូច្នេះអ៊ីស្រាអែលនៅពេលដែលធ្វើសង្គ្រាមជាមួយនឹងពួកហាម៉ាស់នៅប៉ាឡេស្ទីនហ្នឹងនៅតំបន់ហ្គាហ្សាជាពិសេសហ្នឹងគឺអ៊ីស្រាអែលថាពិបាកមែនតើពិបាកត្រង់ថាมันអាចបំបាក់ពួកហាម៉ាស់បានលឿនដូចចិត្តតែមួយសង្គ្រាមរ៉ាំរ៉ៃមកទម្លាក់គ្រាប់ឡើងស្លាប់ប្រជាប្រដ្ឋស៊ីវិលអស់មកកណ្ដោរឿងសំខាន់គឺអ៊ីស្រាអែលចោទថាមកពីអ៊ីរ៉ង់នឹងឯងដែលនៅផ្គត់ផ្គង់សពាវុធនិងគ្រឿងផ្គត់ផ្គង់ហិរញ្ញវត្ថុអីសពបែបយ៉ាងដែលធ្វើឲ្យក្រុមពួកឧទាមឬក៏ថាភេរវជនទាំងអស់នេះនៅតែមានលទ្ធភាពវាយប្រហារអ៊ីស្រាអែលបានណាហើយនៅពេលដែលអ៊ីរ៉ង់អាចធ្វើអាវុធនុយក្លេអ៊ែរបានទៅតាមការដែលអ៊ីស្រាអែលចាប់ប្រកាន់ហ្នឹងគឺវាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់អ៊ីស្រាអែលផងសន្តិសុខពិភពលោកផងហើយអ៊ីស្រាអែលខ្លួនឯងហ្នឹងក៏ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិកដែរដូច្នេះអ៊ីស្រាអែលខ្លួនឯងហ្នឹងក៏ខ្លាំងដោយសារតែមានអាមេរិកនៅពីក្រោយខ្នងដែរបានតែហ៊ានធ្វើអីផ្ដេសផ្ដាសរហូតដល់តែបាញ់កញ្ជ្រួចរំលងប្រទេសជាច្រើនទៅដាក់នៅលើប្រទេសអ៊ីរ៉ង់ប្រទេសអ៊ីរ៉ង់ហើយនិងអ៊ីស្រាអែលអត់មែននៅជាប់ព្រំដែនគ្នាទេណាគឺរំលងប្រទេសបាទគឺបាញ់រំលងប្រទេសមួយទៅប្រទេសមួយនិយាយទៅគឺគាត់រំលងទៅលើដែនអន្តរជាតិឬក៏យ៉ាងណាតែរំលងលើប្រទេសគេគាត់ថាគ្រាប់ទាំងអស់មិនធ្លាក់នៅប្រទេសដែលនៅចន្លោះហ្នឹងទេគាត់ធ្លាក់ទៅដល់ប្រទេសអ៊ីរ៉ង់ហ្នឹងហើយកំទេចស្ថានភាពឬក៏មូលដ្ឋានសឹកហ្នឹងក៏បានច្រើនកន្លែងដែរហើយអ៊ីរ៉ង់ក៏គេអត់មានបទូដៃឯណាដោយសារគេដឹងថាអ៊ីស្រាអែលប្រព្រឹត្តអំពើបែបនេះវាខុសនឹងច្បាប់ទម្លាប់អន្តរជាតិអីផងគឺគេការពារខ្លួនបាញ់ស្រោចមកអ៊ីស្រាអែលវិញអាមេរិកក៏បានជួយអន្តរាគមន៍ដោយប្រការណាមួយអាមេរិកមិនប្រកាសឲ្យប៉ុន្តែនាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែលលោកនេតាញ៉ាហ៊ូគាត់ថាអាមេរិកបានជួយច្រើនហើយចុងក្រោយនេះចាហេតុអីបានជាអាមេរិកអន្តរាគមន៍បើគេបាញ់គ្នាតែអ៊ីស្រាអែលនិងអ៊ីរ៉ង់បាញ់ទៅឆេះហុយទៅគុកគោលហ្នឹងគឺនៅពេលដែលអ៊ីស្រាអែលក៏ចាប់ផ្ដើមស្រែករកជំនួយដែរព្រោះអីឲ្យជួយចាប់អាកញ្ជ្រួចដែលបាញ់មកពីអ៊ីរ៉ង់ហ្នឹងគឺអ៊ីរ៉ង់ក៏បាញ់ច្រើនស្រោចមកដែរហើយដល់អញ្ចឹងទៅក៏ពឹងអាមេរិកឲ្យជួយហើយអាមេរិកមែនតើគឺអត់មានលេសអីដើម្បីជួយអ៊ីស្រាអែលមិនបានដែរទេក្នុងន័យតែមួយទេគឺអ៊ីរ៉ង់ហ្នឹងគឺរឿងអាវុធនុយក្លេអ៊ែរហ្នឹងឯងព្រោះអីអាមេរិកចង់ឲ្យចរចាកុំផលិតអាវុធនុយក្លេអ៊ែរតទៅទៀតចង់ឲ្យអ៊ីរ៉ង់ហ្នឹងគឺលុបចោលគម្រោងផលិតអាវុធនុយក្លេអ៊ែរទោះជាក្នុងរូបភាពអីក៏ដោយអានេះរឿងមួយដែលកាលពីមុនគេដាក់សម្ពាធដាក់ទណ្ឌកម្មអ៊ីរ៉ង់ច្រើនណាស់ដោយសាររឿងផលិតអាវុធនុយក្លេអ៊ែរព្រោះគេអត់ចង់ឲ្យអ៊ីរ៉ង់ខ្លាយទៅជាដូចកូរ៉េខាងជើងអីអញ្ចឹងព្រោះតំបន់មជ្ឈិមបូព៌ាគឺវាប៉ះពាល់ខ្លាំងដល់សហរដ្ឋអាមេរិកជាពិសេសគឺមូលដ្ឋានទ័ពរបស់អាមេរិកនៅក្នុងតំបន់ហ្នឹងដែរព្រោះអាមេរិកមានតំបន់មូលដ្ឋានទ័ពរបស់អាមេរិកយ៉ាងតិចក៏19កន្លែងដែរណានៅក្នុងមជ្ឈិមបូព៌ាបានន័យថានៅក្នុងប្រទេស19នៅមជ្ឈិមបូព៌ាហើយនៅក្នុងហ្នឹងគឺបងប្អូនប្រហែលជាដឹងហើយគឺនៅបារ៉ែននៅអេហ្ស៊ីប
ដូចជានៅស្រុកដង់អ៊ីរ៉ាក់ក៏មានគុយវ៉េតកាតាអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមអីហ្នឹងគឺសុទ្ធតែមានមូលដ្ឋានទ័ពរបស់អាមេរិកដែលនៅជិតអ៊ីរ៉ង់មែនតើបានន័យថាបើអ៊ីរ៉ង់មានគ្រាប់បរមាណូមានអីហ្នឹងគឺវាប៉ះពាល់ដល់តំបន់ទាំងអស់នោះហើយក៏វាគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិកជាយថាហេតុដែរបើសិនជាមានគ្រាប់បរមាណូណាក៏ប៉ុន្តែឥឡូវខ្ញុំនិយាយអំពីគ្រោះថ្នាក់នឹងបងប្អូនខ្មែរមួយចំនួនចេះមកខ្សឹបសួរខ្ញុំថាអូចាំមើលដល់ពេលមានបញ្ហាអីអាមេរិកទៅទម្លាក់គ្រាប់នៅអ៊ីរ៉ង់ហ្នឹងចុះយើងមិនដែរគេឲ្យលឺសូតែអ៊ីរ៉ង់មានបរមាណូមានអីបើគេដាក់តែមកគ្រាប់មកមិនទៅយើងបងប្អូនសហរដ្ឋអាមេរិកនេះគឺជាប្រទេសដ៏អស្ចារ្យណាស់ចង់និយាយថាអស្ចារ្យគ្រប់យ៉ាងដែរអស្ចារ្យទាំងនយោបាយអស្ចារ្យទាំងមហាលូតផ្លោះមហាអស្ចារ្យដែរចង់និយាយចឹងណាប៉ុន្តែសភាវុធរបស់អាមេរិកនេះគឺជាសភាវុធដ៏អស្ចារ្យលើโลกបាទគឺមានទាំង